សេរីភាពនៃឆន្ទៈនៅក្នុងការដែលជឿមនុស្សអាចជឿទៅលើព្រះណាដែលមនុស្សចង់គោរពថ្វាយបង្គំប៉ុន្តែសូមឲ្យអស់អ្នកដែលព្រះជាម្ចាស់បានសង្គ្រោះសូមឲ្យលោកអ្នកបងប្អូននៅគោរពថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងគ្រប់ស្ថានភាពនៅក្នុងគ្រប់ស្ថានភាពទាំងអស់នៅក្នុងម៉ាថាយចំពុកទី10ខទី32និងខទី33រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោកខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខដែរធ្ងន់សម្រាប់ខ្ញុំព្រះបន្ទូលព្រះអង្គមួយនេះគឺធ្ងន់ពីព្រោះវាបង្ហាញនៅឆន្ទៈដ៏មុតមមនៅក្នុងជីវិតរបស់យើងម្នាក់ព្រះអង្គដែលបានសង្គ្រោះយើងព្រះអង្គដែលរងទុក្ខលំបាកព្រះអង្គមិនខ្មាស់នៅក្នុងការដែលគេថ្មេះតេះដៀលព្រះអង្គសុខចិត្តប្រគល់ប្រកាយរបស់ព្រះអង្គដើម្បីឲ្យគេវាយដំព្រះអង្គដើម្បីឲ្យគេធ្វើគុតព្រះអង្គស៊ូបដូរជាសាធារណៈចំពោះលោកអ្នកបងប្អូនហើយនឹងខ្ញុំដើម្បីសង្គ្រោះលោកអ្នកបងប្អូនហើយនឹងខ្ញុំជាសាធារណៈព្រះអង្គមានព្រះបន្ទូលដូចគ្នាថាបើអ្នកណាមិនទទួលស្គាល់ព្រះអង្គជាសាធារណៈព្រះអង្គក៏មិនទទួលស្គាល់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះបិតាដែរនិយាយមួយម៉ាត់ឲ្យខ្លីអត់មានគ្រឹះបរិស័ទសម្ងាត់ទេ